រដ្ឋបាលស្រុកអង្គរបូរីរសៀលថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025លោករស់រតន៍អភិបាលស្រុកស្ដីទីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្ដល់ផ្ទះមួយខ្នងជូនដល់ប្រជាពលរដ្ឋជាពលករជួបការលំបាកដែលមានជីវភាពខ្វះខាតឈ្មោះមុំចែមរស់នៅភូមិទ្រង់ភូមិឃុំព្រៃផ្គាំស្រុកអង្គរបូរីខេត្តតាកែវដោយពិធីនេះបានការនិមន្តជាព្រះអធិបតីពីសំណាក់ព្រះសង្ឃផត្តមនីជុំជេងព្រះរាជាគណៈថ្នាក់កិត្តិយសព្រះឧត្តមចរិយាព្រះអនុគុណស្រុកអង្គរបូរីនិងជាប្រចាំអធិការវត្តភ្នំបូរីនិងបាននិមន្តចូលរួមអមដំណើរដោយព្រះគ្រូវិមលៈភិរិរកញ្ញាណសេកសុវណ្ណរិទ្ធព្រះវិន័យធម៌ស្រុកនិងជាប្រចាំអធិការវត្តសំរោងពន្លៃព្រះគ្រូជើតិបណ្ឌិតោធូឌីណាប្រចាំអធិការវត្តអង្គជុំព្រះសង្ឃតំណាងព្រះចៅអធិការវត្តគំនូព្រមទាំងមានការអញ្ជើញចូលរួមដោយលោកជាសម្បត្តិប្រធានសសយកស្រុកអង្គរបូរីនិងសហការីលោកសេកហូលមេឃុំព្រៃផ្គាំនិងសហការីលោកមេភូមិរងនិងជំនួយការភូមិទ្រង់ភូមិសូមបញ្ជាក់ផងដែរថាផ្ទះមួយខ្នងនេះគិតជាទឹកប្រាក់មានតម្លៃស្មើនឹង3,41,600,000 រៀលនិងឧបត្ថម្ភបន្ថែមជូននៅថវិកាសម្ភារៈរួមមានថវិកាចំនួន20,000 រៀលអង្ករចំនួន25គីឡូក្រាមមី2កេសសៀង5ដបទឹកត្រី8ដបទឹកស៊ីអ៊ីវ3ដបត្រីខ1យួរប៊ីចេង1កញ្ចប់ស្ករស1កញ្ចប់កន្ទេល1មុង1ភួយ1ក្រមា1សរង1និងជូនដល់គ្រួសារប្រជាពលរដ្ឋឈ្មោះម៉ែនទូចជាគ្រួសារក្រីក្រជួបការលំបាកនៅថវិកាចំនួន20,000 រៀលអង្ករ30គីឡូក្រាមរស់នៅភូមិទ្រង់ភូមិនិងថវិការបស់រដ្ឋបាលឃុំព្រៃផ្គាំបានចាត់ចែងយកទៅជូនពីគ្រួសារផ្សេងទៀតរស់នៅក្នុងឃុំមានចំនួន25,000 រៀលឡាចំពោះថវិកាសម្ភារៈមនុស្សធម៌ទាំងនេះបានការចូលរួមបរិច្ចាគឧបត្ថម្ភដោយលោករស់រតន៍អភិបាលស្រុកស្ដីទីចំនួន50,000 រៀលព្រះដេចគុណជុំជេងព្រះអនុគុណស្រុកចំនួន20,000 រៀលប្រដេចគុណសេកសុវណ្ណរិទ្ធប្រចាំអធិការវត្តសំរោងនិងវត្តគំនូវត្តសម្បួរសាគរចំនួន25,000 រៀលបដិជគុណធូឌីណាប្រចាំអធិការវត្តអង្គជុំចំនួន1 លានរៀលនិងអង្ករ30គីឡូក្រាមលោកបូភត្រានិងក្រុមការងាររំដួលធីវីចំនួន1 លានរៀលសសយកស្រុកចំនួន200,000 រៀលលោកសេកហូលចំនួន236,000 រៀលលោកឈួនគឿនចំនួន100,000 រៀលលោកម៉ាញគួយចំនួន50,000 រៀលលោកស្រីខៃចន្ទាចំនួន30,000 រៀលសហគមន៍ទ្រង់ភូមិចំនួន50,000 រៀលនិងសម្ភារៈមួយចំនួនឧបត្ថម្ភដោយអនុសាខាកាកបាទក្រហមស្រុកអង្គរបូរីថាតិចក្តីច្រើនក្តីក៏ដោយក៏យើងជួយគ្នាក្នុងនាមមនុស្សធម៌ជួយគ្នាសហការគ្នាហើយសម្រាប់ខ្ញុំក្នុងនាមអភិបាលស្រុកដីទីមើលឃើញពិតប្រាកដថាសម្រាប់ការងារមនុស្សធម៌នេះគឺមិនថាមកដល់ឃុំបីផ្គាំហើយលោកមេឃុំព្រមទាំងអស់លោកស្រីដែលជាក្រុមប្រឹក្សាឃុំលោកមេភូមិព្រមទាំងប្រជាពលរដ្ឋនៅទីនេះបានស្រុះស្រួលគ្នាណាស់គ្រប់ទាំងការងារអភិវឌ្ឍនៅក្នុងមូលដ្ឋានការងារសង្ឃៈការងារបុណ្យសពឬអំណោយមនុស្សធម៌ទាំងអស់គឺខ្ញុំឃើញបងប្អូនធ្វើជាប្រចាំហ្នឹងមិនបាច់ថាស្រុកឬខេត្តមកដឹកនាំធ្វើទេបាទអាហ្នឹងបានន័យថាជាការចូលរួមសហការគ្នាទាំងពុទ្ធចក្រនិងអាណាចក្រហើយពិសេសបដិគុណបច្ចៅអធិការវត្តនេះស្រាប់ក៏កណាក៏សូមថ្លែងម្ដងដែរក្នុងនាមអភិបាលស្ដីទីមានព្រះអង្គពិតជាមានការចូលរួមយ៉ាងច្រើនក៏សម្រាប់ជាមួយនឹងគ្រប់សកម្មភាពរបស់លោកមេឃុំនៅព្រៃផ្គាំនេះហើយក្នុងនាមខ្ញុំកណាដែលជាអភិបាលស្ដីទីក៏ថ្លែងអំណរគុណដល់បដិគុណបាទដែលជាព្រះគ្រូអនុគុណនិងជាប្រជាអធិការវត្តតែងតែផ្ដល់សង្ឃិកាណែនាំដល់ខ្ញុំកណាក្នុងការអញ្ជើញមកពីថៃអញ្ចឹងតាមរបាយការណ៍របស់លោកមេឃុំបានជាក់ថាមានដីតែអត់មានផ្ទះបាទហើយជាអកុសលគ្រួសារអញ្ជើញទៅរស់ស៊ីនៅថៃស្រុកគេបាទចាត់គាត់ពីស្រុកឯងទៅដូចយកប្តីទៅចោលនៅទីនោះត្រឡប់មកវិញបាទក៏រស់នៅជាមួយបងប្អូនទោះបីសត្វក៏មានជំរករបស់វាដែរហើយមនុស្សត្រូវការជំរកអញ្ចឹងខ្ញុំតែងតែប្រាប់ដល់លោក
អនក្តីគឺចូលរួមជានិច្ចបាទនេះហើយដែលហៅថាកម្លាំងសាមគ្គីកម្លាំងសាមគ្គីគឺយើងជួយគ្នាក្នុងនាមមនុស្សធម៌អញ្ចឹងថ្ងៃនេះដូចមានការរៀបរាប់ដោយសោកស្ដាយដែរដោយលោកបូភក្ត្រាដែលគាត់ជាអ្នកផលិតមាតិកាតាមបណ្ដាញសង្គមដែលប្រជាជនបងប្អូនបានស្គាល់ហើយបាទហៅថារំដួល TV នោះបាទគាត់បានស្គាល់ជាមួយលោកជាសម្បត្តិក្រោយពីខ្ញុំបានទទួលព័ត៌មានពីលោកបេឃុំដើម្បីផ្សព្វផ្សាយនិងជួយសម្រាប់ការកសាងនេះលោកក៏បានចូលរួមតាមរយៈលោកជាសម្បត្តិរបស់ខ្ញុំនេះមកលៀនរៀលបាទក៏មុនគាត់ថាគាត់អញ្ជើញមកថ្ងៃនេះដែរតែដោយសារគាត់មានភារកិច្ចបន្ទាន់ទៅបាទអញ្ចឹងក៏អរគុណដល់គាត់ដែរសម្រាប់គាត់ចុះទៅយកព័ត៌មាននៅព្រំដែនអញ្ចឹងអរគុណក្នុងនាមរដ្ឋបាលស្រុកអញ្ចឹងកណ្ដាឥឡូវនេះដោយលោកនិគមរាយការណ៍ថាសម្រាប់ចំណងនេះអស់ជាង3លានយើងបានទូទាត់ចំណងអីហើយតែឥឡូវនេះគឺមានសម្ភារៈមួយចំនួនសម្រាប់ឲ្យបងស្រីជួយសម្រាលអង្គនេះម្នាក់ឯងអាចហូបបានមួយខែដែរហើយមានទឹកហើយជួនហ្នឹងគឺសុំបន្ថែមពីលើនេះហើយនឹងផ្ទះនេះចំនួន200,000រៀលហើយសម្រាប់អូនស្រីនេះដែលមានអង្គនេះ30គីឡូចឹងណាបាទបន្ថែមថវិកា30,000រៀល20,000រៀលហើយទុក20,000រៀលសម្រាប់លោកនិគមស្អែកដែលគាត់ប្រាប់ថាស្អែកត្រូវ2គ្រួសារទៀតអញ្ចឹងទោះបីព្រះអង្គមិនបានចូលរួមក៏ព្រះអង្គបានចូលរួមចែកម្លែកតាមរយៈសង្គមធ្វើបុណ្យទាំងអស់គ្នាបងប្អូនយុវជនដូចគ្នាអញ្ចឹងថ្ងៃនេះយើងបាន2គ្រួសារស្អែកបាន3គ្រួសារទៀតអញ្ចឹងវាជាការចូលរួមទាំងចែកម្លែកទាំងអស់គ្នាហើយជាចុងក្រោយនេះខ្ញុំកណាពិតជាមានស្ដីសំណោះរីករាយថ្លែងអំណរគុណដល់មហាប្រសើរចំពោះព្រះគ្រូនិគុណចំពោះចៅអធិការទាំងពីរវត្តទាំងព្រះអង្គដែលមុនមកពីគាត់គូហើយនឹងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាពិសេសលោកនិគមហើយអស់លោកលោកស្រីសមាជិកក្រុមសាគមនិងសពប្រជាជនដែលបានចូលរួមបរិច្ចាគថវិកានេះឲ្យលោកមិនបានមកសូមបួងសួងដល់អបអរសាទរស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដីប្រជាជាតិកម្ពុជានិងទឹកទុសបារមីដែលថែរក្សានៅក្នុងដែនសីមាឃុំព្រៃហ្វាមនេះសូមប្រកេនពរចំពោះប្រជាជនគ្រប់ព្រះអង្គនិងជូនពរដល់អស់លោកលោកស្រីបងប្អូនយុវជនទាំងអស់ពិសេសជូនពរឲ្យបងស្រីបងស្រីទាំងពីរនេះសូមឲ្យមានសុខភាពល្អកម្លាំងខ្លាំងក្លាប្រាជ្ញាជ្រៅលឹកដោយពិសេសទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8គ្លីគ្លៀតឡើយបាទសូមអរគុណអញ្ចឹងហើយសូមឲ្យសូមអង្គជួយគាត់ថាទុកឲ្យគាត់ធ្វើបាក់ទៅពេកខ្លះ bạn sọc bạn của bạn những cái nhé hết á nâng ơi, con